วิธีសាស្ត្ររៀនឲ្យពូកែវិធីសាស្ត្ររៀនឲ្យពូកែគឺខ្ញុំសូមចែករំលែកវិធីសាស្ត្រ6ទី1គឺកត់ត្រាអ្នកគួរកត់ត្រាចំណុចសំខាន់ដែលគ្រូបានពន្យល់នៅក្នុងថ្នាក់រៀនការធ្វើបែបនេះជួយអ្នកបានយ៉ាងច្រើនជាពិសេសនៅពេលប្រឡងអ្នកមិនចាំបាច់មើលគ្រប់ចំណុចក្នុងមេរៀនឡើងវិញទេទី2គឺប្រើ first highlight នៅពេលដែលគ្រូប្រាប់ពីចំណុចដែលត្រូវចងចាំយើងត្រូវ highlight ភ្លាមព្រោះវាពិតជាជួយអ្នកបានយ៉ាងមានប្រសិទ្ធភាពក្នុងការរំលឹកមេរៀនឲ្យបានលឿនលើពីនេះទៅទៀតវាជួយមិនឲ្យយើងនឹងងងុយគេងទៀតផងនៅពេលមើលមេរៀននៅពេលយប់ព្រោះវាមានពណ៌ highlight ទាក់ទាញភ្នែករបស់យើងទី3គឺព្យាយាមនៅចិត្តអ្នកពូកែនៅពេលយើងបាននៅចិត្តសិស្សដែលពូកែជារៀងរាល់ថ្ងៃយើងក៏មើលឃើញពីរបៀបនៃការរៀនរបស់គេហើយអាចសួរគេបាននៅពេលដែលយើងមានចម្ងល់ចំពោះមេរៀនណាមួយទី4គឺរៀនជាក្រុមនៅពេលយើងរៀនតែម្នាក់ឯងយើងមិនដឹងទៅសួរអ្នកណាទេនៅពេលដែលយើងមានចម្ងល់ដោះស្រាយមិនចេញតែបើយើងរៀនជាក្រុមគ្នាច្រើនមានគំនិតច្រើនអាចដោះស្រាយលំហាត់ឬក៏ចម្ងល់ណាមួយបានឆាប់រហ័សម្យ៉ាងវិញទៀតប្រសិនបើយើងចែកគ្នាធ្វើលំហាត់ហើយមកបញ្យល់គ្នាវាចំណេញពេលបានច្រើនណាស់យើងមិនចាំបាច់ចំណាយពេលនិងកម្លាំងច្រើននោះទេទី5គឺដឹងពេលវេលាត្រូវរៀនដើម្បីរៀនឲ្យមានប្រសិទ្ធភាពយើងត្រូវដឹងពីពេលវេលាណាដែលរៀនទៅឆាប់ទទួលយកបានដូចជាពេលព្រឹកយើងគួរទន្ទិញមេរៀនព្រោះគួរក្បាយយើងស្រឡះធ្វើឲ្យយើងឆាប់ចាំចំណែកលំហាត់គួរធ្វើវានាពេលយប់ទៅជាការល្អទី6រៀនប្រកបទៅដោយភាពសប្បាយរីករាយពេលខ្លះឧទាហរណ៍ចំពោះរូបមន្តណាដែលលំបាកខ្លាំងយើងមិនគួរ stress ពេកទេយើងគួរស្វែងរកអ្វីមួយដែលមានលក្ខណៈកំប្លែងមកតំណាងឲ្យរូបមន្តនោះការធ្វើបែបនេះជួយឲ្យអ្នកឆាប់ចាំនិងមានភាពសប្បាយរីករាយក្នុងការសិក្សាទៀតផង